សូមជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាសុខសប្បាយជាទេ Hello everybody how are you today បាទថ្ងៃនេះខ្ញុំបាទ Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសទៀតហើយថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយកតាក់ទងនឹងមូលដ្ឋានគ្រឹះនៃការរៀនភាសាអង់គ្លេសគឺតាក់ទងនឹងអក្ខរក្រមនៃភាសាអង់គ្លេសហើយការរៀនភាសាបាទដូចជាភាសាខ្មែរជាដើមមុននឹងយើងចេះបាទប្រកបបាទលុះត្រាតែយើងស្គាល់ជញ្ជាក់បាទស្គាល់ស្រៈបាទយ៉ាងណាមិញភាសាអង់គ្លេសក៏ចឹងដែរមុននឹងឈានទៅរកការចេះអានបាទចេះប្រកបបាទហើយចេះនិយាយចេះសរសេរបានលុះត្រាតែយើងស្គាល់បាទនៅជញ្ជាក់របស់ភាសាអង់គ្លេសផងដែរហើយការរៀនគឺកុំបង្ខំប្រៀបដូចជាយើងធ្វើដំណើរយើងមិនអាចណាដើរម្ដងមួយជំហានហើយដល់គោលដៅបានទេលុះត្រាតែយើងចំណាយពេលវេលាឬក៏យើងដើរបាទរាប់រយជំហានបាទណាទើបបានដល់គោលដៅយ៉ាងណាមិញការរៀនភាសាអង់គ្លេសក៏ចឹងដែរមុននឹងចេះលុះត្រាតែយើងបាទចាំបាទនៅគ្រឹះរបស់ភាសាអង់គ្លេសហើយព្យាយាមរៀនបាទគ្រឹះនឹងឲ្យច្បាស់យើងនឹងអាចចាប់យកអ្វីដែលពិបាកបានហើយចឹងទេកុំឲ្យខាតពេលវេលាបាទសូមព្យាយាមបាទរៀនជាមួយនឹងខ្ញុំបាទដូចតទៅហើយថ្ងៃនេះគឺខ្ញុំបាទលើកយកតាក់ទងនឹងអក្ខរក្រមបាទភាសាអង់គ្លេសហើយខ្ញុំនឹងព្យាយាមបាទធ្វើវីដេអូបាទមូលដ្ឋានគ្រឹះបាទនៃភាសាអង់គ្លេសបាទរហូតទាល់តែចប់បាទទៅតាមអ្វីដែលអាចធ្វើទៅបានបាទហើយសូមសិក្សាទាំងអស់គ្នាហើយវីដេអូដែលខ្ញុំបាទធ្វើនេះមានការខុសឆ្គងយ៉ាងណាក៏សូមការជួយស្រ័យទុកជាមុនបាទគោលបំណងដើម្បីជួយចែករំលែកអ្នកដែលចង់ចេះបាទភាសាអង់គ្លេសតែម្ដងហើយជាពិសេសអ្នកដែលខ្សោយខាងគ្រឹះបាទពេលខ្លះគាត់រៀនបានច្រើនតែគាត់អត់ចេះទេខាងមូលដ្ឋានគ្រឹះឥឡូវនេះយើងសិក្សាទាំងអស់គ្នាណាបាទហើយថ្ងៃនេះថ្មីមេរៀនទី1បាទថ្មីចេះតែម្ដងភាសាអង់គ្លេសក្នុងដំបូងសម្រាប់អ្នកដំបូងណាបាទហើយអ្នកចេះក៏រំលឹកបានដែរបាទតកតងអក្ខរក្រមភាសាអង់គ្លេសបាទ The English alphabet បាទអញ្ចឹងកន្លែងនេះលេខរៀងអក្សរធំអក្សរតូចហើយនេះអានដូចគ្នាណាលេខរៀងអក្សរធំអក្សរតូចអានលេខរៀងអក្សរធំបាទអក្សរតូចអានអានេះខ្ញុំសរសេរកាត់បាទតោះយើងមើលទាំងអស់គ្នាបាទយើងអានណាបាទយើងអានទាំងអស់គ្នាបាទ A B C D E F G H I J K L M N O P Q R S T U V W X Y Z or Z បាទហើយសូមអានទៅអានមកនឹងចាំហើយយើងព្យាយាមមើលណាអក្សរធំអក្សរតូចផងនេះ A អក្សរធំបាទ A តូចហើយនេះសំឡេងអានបាទងាយស្រួលមែនតើណាមើលទៅបាទដាក់ព្រួយឲ្យទៀតនេះស្រួលណាបាទជួរហើយសូមចំណាំណាភាសាអង់គ្លេសយើងមើលអក្សរ A E I O U គឺជាស្រៈទាំង5នៃអក្ខរក្រមភាសាអង់គ្លេសបាទយើងដកមកបាទចំនួន5ហ្នឹងគឺជាស្រៈបាទហើយវីដេអូដំបូងបាទមានតែប៉ុណ្្នឹងទេអត់បានវែងទេណាបាទហើយសូមព្យាយាមអានទៅអានមកហើយយើងនឹងបន្តបាទមេរៀនទី2ទាំងអស់គ្នាបាទសូមអរគុណបាទសូមបាទជម្រាបលាបាទបាយបាយ